នេះកូនកដោបបាទកូនកដោបប៉ិនមានធំមួយដោយសារតែកន្លែងភ្ញាស់ពងនឹងវាមានដោយកដោបញាស់មុនមួយពូលើកពីកន្លែងផ្សេងមកបាទដល់ចឹងមានទូចមានធំបាទធំមួយនេះកូនកដោបទៅបានប្រហែលជាជាង10ថ្ងៃបាទមើលឡើងក្រហមបាទហើយមុងនេះតាមការពិតវាញបាទមុងនេះវាញបាទដល់មុងវាអញ្ចឹងទៅមើលទៅរាងស្ដើងបន្តិចបាទតែបើវាធំទៅល្មមបាទហើយពងពូជដាក់ក្រែលដែរបាទអញ្ចឹងធម្មតាកដោបចិញ្ចឹមតិចបានតិចចិញ្ចឹមច្រើនបានច្រើនបាទមុខរបរមើលទៅមិនល្អមើលទៅវាល្អស៊ីយើងមើលទៅឃើញថាវាសត្វទូចបាទសត្វទូចចាំមិនដូចគោដូចកបីវាធំជ្រូកមាន់ទាអីកដោបសត្វទូចបាទប៉ុន្តែវាច្រើនហើយលឿនបាទការប្រមូលផលលឿនមែនទែនបាទខ្ទង់មិនដល់មួយខែទៀតទេទៅដល់ពេលចាប់មេលក់បាទហើយមួយទ្រុងហ្នឹងដែលក្រែលដែរបាទតាមបទពិសោធន៍របស់ខ្ញុំចិញ្ចឹមនេះទូទ្រុងតូចល្មមក៏អាចបាន20-30គីឡូបាទហើយធំអី50-60គីឡូអញ្ចឹងទៅវាឧទាហរណ៍ទ្រុង6ម៉ែត្រ8ម៉ែត្រអីហ្នឹងបាទធ្វើទ្រុងប៉ុណ្ណឹងខាងខ្ញុំបាទទ្រុងនេះរឿងស្ដើងជាងគេបន្តិចបាទរឿងស្ដើងបន្តិចស្ដើងជាងទ្រុងមុនបាទតែក៏មិនតិចប្រហែលដែរកដោបប្រហែលជាបឋមទៅខ្ទង់40គីឡូដែរហើយមុងនោះប្រវែង5ម៉ែត្របាទអរគុណពុកម៉ែបងប្អូនដែលមានអារម្មណ៍ចាំកដោបអីកុំភ្លេចបាទ